ថ្ងៃនេះជាថ្ងៃអាទិត្យគឺជាថ្ងៃសម្រាប់របស់ខ្ញុំបាទខ្ញុំបាននាំខ្ញុំទៅលេងផ្ទះបុរាណមួយខ្នងសង់អំពីឈើដែលយើងស្គាល់ថាជាផ្ទះកឹងនេះស្ថិតក្នុងភូមិវត្តគោសង្កាត់វត្តគោក្រុងបាត់ដំបងមានអាយុកាលជាង100ឆ្នាំមកហើយប៉ុន្តែសភាពផ្ទះទាំងមូលនៅរឹងមាំនិងមានសោភ័ណភាពដូចដើមស្ទើរតែ 100% លោកតាយីសារិទ្ធជាម្ចាស់ផ្ទះជំនាន់ទី3បានបញ្ជាក់ថាផ្ទះរបស់លោកតាមានលេខមុខក្រោយខុសគ្នាផ្ទះលេខ1មានអាយុកាល119ឆ្នាំនិងផ្ទះលេខ2មានអាយុកាល136ឆ្នាំឥឡូវនេះផ្ទះកឹងកំពុងទាក់ទាញភ្ញៀវទេសចរឲ្យចូលទៅទស្សនាជាហូរហែនិងបានជួយបង្កើនប្រាក់ចំណូលដល់ក្រុមគ្រួសារលោកតាមួយកម្រិតថែមទៀតតាមរយៈការបង់វិភាគទានពីភ្ញៀវជាតិនិងអន្តរជាតិមុននឹងត្រឡប់ទៅផ្ទះវិញខ្ញុំក៏បានឈានចូលលេងផ្ទះពិតនេះគឺជាផ្ទះបុរាណខ្មែរដែលសង់អំពីឈើស្រដៀងនឹងផ្ទះកឹងដែរខ្ញុំសូមអរគុណលោកតាយីសារិទ្ធដែលបានអធិប្បាយអំពីប្រវត្តិផ្ទះខ្មែរបុរាណឬផ្ទះកឹងដល់ខ្ញុំយ៉ាងក្បោះក្បាយសូមភ្ញៀវជាតិនិងអន្តរជាតិកុំភ្លេចមកលេងផ្ទះបុរាណខ្មែរទាំងអស់នេះសូមអរគុណដងស្ទឹងសង្កែខែលិញផុតទៅតោឆោយាមផ្លូវនៅក្បាលស្ពានថ្មស្រមោលធម្មជាតិខំរំលេចពសរំភ្លើងចោអងរុនរីត្រីទាំងដំបូលស្បូវនៅត្រើយខាងកាត់ជាភូមិកំណើតឋានស្នេហ៍កវីតាមផ្លូវមានគេលួងនំចំណៃឥឡូវរឿងថ្មីអើយើងភ្លេចអស់គុំជាស្ទឹងបើខឹងនឹងបងទុកក្រនដើរឆ្លងនឹករឿងស្រណងទឹកអើយហូរទៅកុំនៅក្រៀមក្រំនាំដួងចិត្ត